ប្រិយមិត្តអ្នកស្ដាប់ជាទីគោរពព័ត៌មានជាតិជាដំបូងនេះគឺមន្ត្រីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានព្រមានចាត់ការលើបុគ្គលមួយរូបដែលបានប្រមាថជាសាធារណៈលើលោកសុកអានអិសរាជជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដែលបានទទួលមរណភាពកាលពីពេលថ្មីៗកន្លងទៅនេះរាយការណ៍ព័ត៌មាននេះជូនដោយចេនសុជាតាលោកផៃស៊ីផាន់អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានប្រតិកម្មនឹងបុគ្គលមួយរូបដែលបានប្រមាថលោកសុកអានរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីដែលទើបនឹងទទួលមរណភាពកាលពីពេលថ្មីៗកន្លងទៅនេះរូបភាពមួយសន្លឹកដែលបង្ហោះលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី18ខែមិនិនាឆ្នាំ2017ដោយអ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូបឈ្មោះវណ្ណាហៃបានសរសេរប្រមាថលោកសុកអានជាភាសាបរទេសថា Rest in Hell ដែលមានន័យដាក់បណ្ដាសាលោកសុកអានឲ្យចុះនរកអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរូបនោះក៏បានបញ្ចេញប្រតិកម្មលើបណ្ដាញសង្គមនៅព្រឹកនេះថាបន្ទាប់ពីបញ្ចប់កម្មវិធីបុណ្យសពសម្ដេចវិបុលបញ្ញាសុកអានខ្ញុំនឹងដាក់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះវណ្ណាហៃដែលបានប្រមាថជាសាធារណៈចំពោះសម្ដេចវិបុលបញ្ញាសុកអានសូមបងប្អូនដែលបានស្គាល់បុគ្គលនេះមេត្តាផ្ដល់ព័ត៌មានមកខ្ញុំបាទតាមអ្នកប្រើប្រាស់បណ្ដាញសង្គមដូចគ្នានោះបានបញ្ចេញមតិតបនឹងលោកផៃស៊ីផានថាបុគ្គលមួយរូបនោះធ្វើការនៅឯប្រទេសជប៉ុនជាមួយគ្នានោះដែរលោកផៃស៊ីផានអះអាងថានៅទីណាក៏ដោយគេត្រូវមកទទួលខុសត្រូវចំពោះមុខតុលាការហើយស្ថានទូតខ្មែរច្បាស់ជាសហការនៅក្នុងករណីនេះការងារយុត្តិធម៌របស់តុលាការសូមជម្រាបថាលោកសុកអានអិសរាជជនជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានទទួលមរណភាពដោយរោគគាពាធនាវេលាម៉ោង 6:30 នាទីល្ងាចថ្ងៃទី15ខែមិនិនាឆ្នាំ2017នៅមន្ទីរពេទ្យទីក្រុងប៉េកាំងប្រទេសចិនសពរបស់លោកត្រូវបានក្រុមគ្រួសាររៀបចំធ្វើពិធីបុណ្យតាមប្រពៃណីខ្មែរនាភូមិគ្រឹះរបស់លោកក្នុងរាជធានីភ្នំពេញហើយសពត្រូវបានបូជានៅព្រឹកថ្ងៃទី19ខែមិនិនានេះនៅមុខវត្តបទុមវត្តីដែលអ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងពីសភាពការបច្ចុប្បន្នទោះបីជាការប្រាក់ 0% ក៏អ្នកខ្ចីពិបាកនឹងសងវិញដែរនៅក្នុងសភាពការបច្ចុប្បន្ននេះបើសូម្បីការប្រាក់ស្មើ 0% ក៏អ្នកខ្ចីពិបាកសងវិញដែរនេះបើតាមការលើកឡើងរបស់លោកកងច័ន្ទរារតអ្នកវិភាគសេដ្ឋកិច្ចលោកបញ្ជាក់ថាស្ថិតក្នុងលក្ខខណ្ឌដែលកម្ពុជាមិនទាន់មានទីផ្សាររឹងមាំនិងកសិផលធ្លាក់ចុះទោះបីអ្នកខ្ចីសងតែថ្លៃដើមទៅវិញក៏ពិបាកនឹងសងដែររាយការណ៍ព័ត៌មាននេះជូនដោយអឿនភារាកាលពីដើមសប្តាហ៍នេះរដ្ឋាភិបាលកម្ពុជាតាមរយៈធនាគារជាតិបានប្រកាសឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់កំណត់អត្រាការប្រាក់ឥណទានមកនៅត្រឹម 18% ក្នុងមួយឆ្នាំដោយគិតចាប់ពីថ្ងៃទី1ខែមេសាឆ្នាំ2017តទៅការកំណត់នេះត្រូវបានធនាគារជាតិបញ្ជាក់ថាដើម្បីការពារអតិថិជនពីការគិតអត្រាការប្រាក់ខ្ពស់ពេកពីគ្រឹះស្ថាននិងជំរុញការប្រើប្រាស់ឥណទានឲ្យមានប្រសិទ្ធភាពប៉ុន្តែសម្រាប់អ្នកជំនាញសេដ្ឋកិច្ចយល់ថាទោះបីមីក្រូហិរញ្ញវត្ថុមានការប្រាក់ថោកក៏គ្មានផលចំណេញដល់កសិករឡើយលោកកងច័ន្ទដារារតអ្នកវិភាគសេដ្ឋកិច្ចបានប្រាប់វិទ្យុវិទ្យុថាការកំណត់អត្រាការប្រាក់អតិបរមានេះអាចធ្វើឲ្យខាតបង់ទាំងអ្នកខ្ចីនិងគ្រឹះស្ថានដែលផ្ដល់កម្ចីព្រោះមីក្រូហិរញ្ញវត្ថុនឹងលែងផ្ដល់ប្រាក់កម្ចីឥណទានទំហំតូចដល់ប្រជាជនក្រីក្រទៀតហើយលើកទំហំឥណទានទៅកម្ចីខ្ពស់វិញលោកសង្កត់ធ្ងន់ថាស្ថិតក្នុងលក្ខខណ្ឌដែលកម្ពុជាមិនទាន់មានទីផ្សាររឹងមាំនិងកសិផលធ្លាក់ចុះទោះជាបន្ថយការប្រាក់មកនៅត្រឹម 18% ក៏គ្មានប្រយោជន៍អ្វីដែរហើយអញ្ចឹងក្នុងលក្ខខណ្ឌដែលគ្មានទីផ្សារកសិផលធ្លាក់ចុះទោះបីឲ្យគ្នាសងដល់ថ្លៃដើមវាសងអត់រួចដែរបាទហើយដែលជាគ្រោះថ្នាក់នៅពេលដែលយើងធ្វើវាអញ្ចឹងអ្នកជំនាញសេដ្ឋកិច្ចរូបនេះបន្តថាប្រសិនបើរដ្ឋាភិបាលចង់សម្រួលដល់ពលរដ្ឋដែលជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជននេះមិនគួរប្រើមធ្យោបាយកំណត់អត្រាការប្រាក់អតិបរមានេះឡើយរដ្ឋាភិបាលគួរតែលើកទឹកចិត្តដល់មីក្រូហិរញ្ញវត្ថុនៅតាមជនបទតាមរយៈការកាត់បន្ថយពន្ធកាត់បន្ថយការយកលុយក្រៅប្រព័ន្ធពីកសិផលរបស់កសិករនិងរកតម្លៃទីផ្សារកសិផលខ្ពស់ដែលការធ្វើបែបនេះនឹងធ្វើឲ្យចំណេញទាំងសងខាងនេះបើតាមការបញ្ជាក់បន្ថែមពីលោកកងច័ន្ទដារារតគួរតែលើកទឹកចិត្តទៅដល់មីក្រូហិរញ្ញវត្ថុដែលរកស៊ីនៅជនបទតាមរយៈការកាត់បន្ថយពន្ធតែពេលកាត់បន្ថយពន្ធនោះថ្លៃផ្គត់ផ្គង់ថោកហើយចឹងអត្រាការប្រាក់វាអាចថោកទៅអញ្ចឹងគឺទទួលប្រាក់ចំណេញក្នុងការផ្គត់ផ្គង់សេវារបស់គ្នាការកាត់បន្ថយទៅលើហេដ្ឋារចនាសម្ព័ន្ធដូចជាការទាញលុយក្រៅផ្លូវការអីផ្សេងតងទៅនឹងផលិតផលឬក៏កសិផលរបស់អតិថិជនណាបាទដើម្បីបង្កើនប្រាក់ចំណេញដល់អតិថិជននៃមីក្រូហិរញ្ញវត្ថុហ្នឹងมันអាចទុករួចគូជ្រាបដែរថាចំពោះការដាក់កម្រិតអត្រាការប្រាក់នេះអ្នកសេដ្ឋកិច្ចមួយចំនួននៅតែមានការបកស្រាយខុសៗគ្នាដោយអ្នកខ្លះយល់ថា
នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលក្នុងការជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋរីឯអ្នកជំនាញសេដ្ឋកិច្ចផ្សេងទៀតអះអាងថាវិធានការនេះនឹងបង្កការលំបាកដល់កសិករនិងធ្វើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុឯកជនងាយនឹងខ្សែធនទោះជាយ៉ាងណាសម្រាប់រដ្ឋាភិបាលនៅតែរក្សាជំហរថាការទម្លាក់អត្រាការប្រាក់អនុទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាពីជាង 30% ក្នុងមួយឆ្នាំមកនៅត្រឹម 18% ក្នុងមួយឆ្នាំវិញនេះគឺអាចជួយដោះបន្ទុកប្រជាពលរដ្ឋបានយ៉ាងច្រើនជាពិសេសធ្វើឲ្យជីវភាពប្រជាកសិករកាន់តែមានភាពប្រសើរឡើងអ្នកវិភាគសាទរចំពោះការប្រើប្រាស់គោលនយោបាយរបស់គណៈបកធំទាំងពីរក្នុងការប្រគល់ប្រជែងដណ្ដើមអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ប៉ុន្តែលោកមើលឃើញថាអាណត្តិកន្លងមកគណៈបកប្រជាជនកម្ពុជាដែលគ្រប់គ្រងឃុំសង្កាត់ស្ទើរតែទាំងអស់នៅទូទាំងប្រទេសកន្លងមកមិនទាន់បានអនុវត្តតាមគោលនយោបាយរបស់ខ្លួនឲ្យបានប្រសើរនៅឡើយទេលោកមេនេះបានគាំទ្រការផ្តល់ថវិកាយ៉ាង$500,000សម្រាប់ឃុំសង្កាត់នីមួយៗក្នុងឆ្នាំរបស់គណៈបកសង្គ្រោះជាតិខណៈដែលគណៈបកប្រជាជនកម្ពុជាថាផ្តល់ឲ្យមិនតិចជាង 2.8% នៃចំណូលចរន្តថវិកាជាប្រចាំឆ្នាំចាស់ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីយើងនឹងវិលមកលម្អិតព័ត៌មាននេះនៅក្នុងនាទីហេតុការណ៍សំខាន់ដែលរៀបចំជូនដោយខាត់សធីនាពេលបន្តិចទៀតនេះដែលឡែកសំណេររោដែលបងប្អូនប្រជាពលរដ្ឋតែងតែឮថាមីក្រូហិរញ្ញវត្ថុមិនមែនជារបស់រដ្ឋទេជារបស់ឯកជននឹងត្រូវបញ្ចប់នៅថ្ងៃទី20ខែមីនាប៉ុន្តែសម្រាប់ការផ្សព្វផ្សាយនៅតាមកញ្ចក់ទូរទស្សន៍សារព័ត៌មាននានានិងគេហទំព័រនៅតែបន្តដដែលរីកាព័ត៌មាននេះជូនដោយជេនសុจิតាបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអំពាវនាវដល់ប្រព័ន្ធទូរស័ព្ទទាំងអស់នៅកម្ពុជាទៅរៀបចំបញ្ជូនសារអេឡិចត្រូនិកជាសំឡេងឬជាអក្សរទៅគ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់ថាមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាពុំមែនជារបស់រដ្ឋទេជារបស់ឯកជនកន្លងមកយើងឃើញថាគ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់ក៏បានដាក់សំឡេងរោជា call tone តាមការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាជារបស់ឯកជនមិនមែនជារបស់រដ្ឋនោះទេសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំសូមអរគុណនៅពេលនេះដែរអ្វីដែលគួរឲ្យកត់សម្គាល់សម្លេងរោ call tone ដែលបងប្អូនប្រជាពលរដ្ឋតែងតែឮនៅក្នុងទូរស័ព្ទថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាជារបស់ឯកជនពុំមែនជារបស់រដ្ឋទេនោះនឹងត្រូវបញ្ចប់នៅថ្ងៃទី20ខែមីនាឆ្នាំ2017ខាងមុខនេះបើតាមមន្ត្រីជាន់ខ្ពស់ដែលនៅក្បែរលោកនាយករដ្ឋមន្ត្រីបានថ្លែងប្រាប់ដល់អង្គភាពសារព័ត៌មាន Fresh News លោកក៏បានប្រាប់បន្ថែមទៀតថាការសម្រេចឲ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់កម្ពុជាបញ្ចប់ការបន្លឺសំឡេងនេះដោយសារបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនបានទទួលនិងយល់ដឹងអំពីព័ត៌មាននេះហើយប៉ុន្តែសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅតាមកញ្ចក់ទូរទស្សន៍សារព័ត៌មាននានានិងគេហទំព័រនៅតែបន្តដដែលតាក់ទងនឹងសំឡេងរោនេះផងដែរកន្លងមករដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវកញ្ញរិទ្ធបានឲ្យដឹងថាលោកនឹងស្នើទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនសូមកាត់បន្ថយការផ្សព្វផ្សាយស្លោកមីក្រូហិរញ្ញវត្ថុជារបស់ឯកជនពុំមែនជារបស់រដ្ឋទេនោះដើម្បីកុំឲ្យប្រជាពលរដ្ឋធុញទ្រាន់នឹងសម្លេងនេះក្នុងនោះដែរលោកក៏នឹងពិគ្រោះសុំយោបល់ពីលោកនាយករដ្ឋមន្ត្រីមកផ្សព្វផ្សាយពាក្យស្លោកខាងលើនេះត្រឹមតែមួយសប្តាហ៍ម្ដងឬក៏មួយខែម្ដងវិញគួរបញ្ជាក់ថាការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលដល់គ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់ឲ្យជួយផ្ញើសារជាសំឡេងឬជាអក្សរដែលរំលឹកថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាពុំមែនជារបស់រដ្ឋសូមបងប្អូនកុំមានការយល់ច្រឡំនេះគឺធ្វើឡើងបន្ទាប់ពីមានការយល់ច្រឡំថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានផ្ដល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋកន្លងមកគឺជារបស់រដ្ឋាភិបាលព័ត៌មានជាតិជាបន្តនេះតាក់ទងទៅនឹងគណៈបកប្រជាជនកម្ពុជាចេញមុខទទួលរ៉ាប់រងចំណាយបនសពលោកសុកអានលិខិតមួយច្បាប់របស់គណៈបកប្រជាជនកម្ពុជាចូលថ្ងៃទី18ខែមីនាបានឲ្យដឹងថាគណៈបកនឹងរ៉ាប់រងទាំងស្រុងរាល់ការចាត់ចំណាយគ្រប់បែបយ៉ាងសម្រាប់ពិធីបនសពលោកសុកអានការសម្ដែងរបស់គណៈបកកណ្ដាលអំណាចនេះបន្ទាប់ពីព័ត៌មានផ្សព្វផ្សាយបានចុះផ្សាយប្រងព្រាតពីរដ្ឋាភិបាលបានស្នើដល់ថវិការដ្ឋចំនួន$3,000 លានឬប្រមាណ$75,000សម្រាប់រៀបចំបនសពលោកសុកអានលិខិតដដែលនេះបានស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រីបង្វែរលុយដែលបានស្នើសុំពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីថ្ងៃទី15ខែមីនាចូលទៅក្នុងថវិការដ្ឋវិញព័ត៌មានជាតិជាបន្តតាក់ទងទៅនឹងចំនួនអ្នកដែលត្រូវចាប់ខ្លួនពាក់ព័ន្ធទៅនឹងគ្រឿងញៀនយុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសបានចាប់អនុវត្តតាំងពីដើមឆ្នាំ2017មកក្នុងយុទ្ធនាការនេះសមត្ថកិច្ចបានចូលបង្ក្រាបលើជនដែលពាក់ព័ន្ធនឹងគ្រឿងញៀនបានជាច្រើនពាន់នាក់និងដកហូតបានគ្រឿងញៀនរួមទាំងឧបករណ៍ផ្សេងៗជាច្រើនផងដែររាយការណ៍ព័ត៌មាននេះបន្ថែមដោយអឿនភារា
បើតាមរបាយការណ៍បូកសរុបលទ្ធផលនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនបានឲ្យដឹងថាចាប់ពីថ្ងៃទី1ខែមករារហូតដល់ថ្ងៃទី18ខែមីនាឆ្នាំ2017សមត្ថកិច្ចបង្ក្រាបបានចំនួន2482ករណីឃាត់បានចំនួន5660នាក់ស្រី574នាក់ក្នុងនោះចាប់បានសារធាតុញៀនគ្រប់ប្រភេទជាង24គីឡូក្រាមនិង3233កញ្ចប់តូចនិង14កញ្ចប់ធំនិងកញ្ឆាក្រៀមជាង7គីឡូក្រាមបច្ចុប្បន្ននេះរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសហើយក្នុងរយៈពេល2ខែកន្លងមកកម្ពុជាបានអប់រំដល់ប្រជាពលរដ្ឋជិត1លាននាក់និងបានបញ្ជូនអ្នកញៀនគ្រឿងញៀនជាច្រើនពាន់នាក់ទៀតទៅទទួលយកសេវាព្យាបាលជាបន្តបន្ទាប់កន្លងទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្លាប់បានបង្ហាញរបាយការណ៍ថាអ្នកប្រើប្រាស់គ្រឿងញៀនទូទាំងប្រទេសនៅឆ្នាំ2016កើនឡើងជាង2000នាក់បើប្រៀបធៀបទៅនឹងឆ្នាំ2015ជុំវិញបញ្ហានេះអាជ្ញាធរពាក់ព័ន្ធបានបង្កើតមណ្ឌលបន្ថែមដើម្បីផ្ទុកអ្នកញៀនគ្រឿងញៀនបន្ទាប់ពីចំនួនអ្នកប្រើប្រាស់កើនឡើងនៅតាមបណ្ដារាជធានីខេត្តមួយចំនួនចំណែកតួលេខអ្នកកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារនៅទូទាំងប្រទេសមានប្រហែលជាង20000នាក់ដែលជាង40% ជាអ្នកជាប់ឃុំពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀនសូមបញ្ជាក់ថាប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានដាក់ចេញផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី1រយៈពេល6ខែពលគឺចាប់ពីថ្ងៃទី1ខែមករារហូតដល់ថ្ងៃទី30ខែមិថុនាឆ្នាំ2017ដើម្បីបោះសម្អាតគ្រឿងញៀននៅកម្ពុជាឲ្យកាន់តែខ្លាំងក្លានិងទទួលបានលទ្ធផលល្អប្រសើរថែមទៀតយុទ្ធនាការនេះដឹកនាំដោយលោកសុកហេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាននិងលោកកែកំយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអនុប្រធានលោកស្រីនាងកញ្ញាផ្ដើមជាដំបូងជាមួយនឹងព័ត៌មានវិទ្យាគឺក្រោយពីប្រតិកម្មពីគណៈបកកាន់អំណាចតាក់ទងទៅនឹងពាក្យស្លោកដូរមេឃុំបំរើបកដាក់មេឃុំបំរើរាជថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិបានបញ្ជាក់ជាថ្មីថាពាក្យនេះគ្រាន់តែជាពាក្យស្លោកមិនមែនស្ថិតនៅក្នុងគោលនយោបាយទាំង5ចំណុចរបស់គណៈបកសង្គ្រោះជាតិនោះទេកន្លងមកគណៈបកសង្គ្រោះជាតិក៏មិនធ្លាប់បានប្រកាសជាផ្លូវការឲ្យប្រើប្រាស់នៅពាក្យស្លោកនេះដែរហើយពាក្យណាដែលធ្វើឲ្យប៉ះពាល់ដល់គណៈបកផ្សេងទៀតគឺគណៈបកសង្គ្រោះជាតិលើកទឹកចិត្តមិនឲ្យប្រើទេដើម្បីធ្វើយ៉ាងណាឲ្យមានបរិយាកាសល្អមុនពេលបោះឆ្នោតគណៈបកសង្គ្រោះជាតិនឹងមិនទទួលខុសត្រូវចំពោះជនណាដែលប្រើប្រាស់ឬក៏ធ្វើឲ្យប៉ះពាល់ដល់គណៈបកដទៃនោះទេយើងនឹងវិលទៅលំអិតព័ត៌មាននេះនៅក្នុងនាទីហេតុការណ៍សំខាន់នាពេលបន្តិចទៀតនេះដែលនឹងមានកិច្ចសម្ភាសន៍រវាងសាវវិសាលជាមួយនឹងលោកពលហំអនុប្រធានគណៈបកសង្គ្រោះជាតិចាក់ចេញពីព័ត៌មាននយោបាយយើងមកចាប់អារម្មណ៍ទៅលើព័ត៌មានសន្តិសុខសង្គមវិញម្ដងកម្មករដួលសន្លប់តគ្នាចំនួន37នាក់នៅរោងចក្រធានសិនស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ3សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញភ្លាមក្រោយពីការដួលសន្លប់រោងចក្រក៏បានឲ្យកម្មករឈប់សម្រាកពីការងារបណ្ដោះអាសន្នសេងបារាំងជូនព័ត៌មានបន្តភ្លាមក្រោយពីសកម្មភាពកម្មករដួលសន្លប់តគ្នាចំនួន37នាក់រោងចក្រធានស៊ីនបានផ្អាកសកម្មភាពការងារដោយបានឲ្យកម្មករឈប់សម្រាកពីការងារបណ្ដោះអាសន្ននិងរងចាំក្រុមការងារទប់ស្កាត់ករណីចុះត្រួតពិនិត្យរោគមូលហេតុជាក់ស្ដែងដើម្បីចាត់វិធានការកែលម្អនេះបើតាមការឲ្យដឹងពីបេឡាជារបបសន្តិសុខសង្គមកម្មករដួលសន្លប់តគ្នានៅវេលាព្រឹកថ្ងៃទី17ខែមីនាដែលបណ្ដាលមកពីការផ្ទុះសេខ្សែភ្លើងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ3សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញក្រោយពីទទួលបានព័ត៌មានមន្ត្រីបសសបានសហការជាមួយរដ្ឋបាលរោងចក្របញ្ជូនជនរងគ្រោះទៅសម្រាប់ព្យាបាលនៅមន្ទីរសម្រាប់ព្យាបាលមូលមិត្ត32នាក់និងមន្ទីរសម្រាប់ព្យាបាលហៀងមនីវុឌ្ឍ5នាក់យ៉ាងណាក៏ដោយករណីកម្មករដួលសន្លប់នៅក្នុងរោងចក្រនេះត្រូវបានគេមើលឃើញថាមិនមែនជារឿងថ្មីនោះទេដោយសារតែកន្លងមកករណីនេះតែងតែកើតមាននៅតាមបណ្ដារោងចក្រមួយចំនួនសម្រាប់មូលហេតុខ្លះសន្និដ្ឋានថាបណ្ដាមកពីពុលក្លិនក្រណាត់ឬថ្នាំបាញ់ការពារសត្វល្អិតជាដើមប៉ុន្តែមួយចំនួនទៀតបានយកឃើញថាបណ្ដាមកពីកម្មករទាំងនោះមានបញ្ហាសុខភាពគួបផ្សំពេលឃើញស្ថានភាពមិត្តរួមការងារដួលសន្លប់ស្ដុកស្ដឹងក៏ចាប់ផ្ដើមមានអារម្មណ៍តក់ស្លុតហើយដួលសន្លប់តាមគ្នាតែម្ដងបើតាមរបាយការណ៍របស់ក្រុមការងារទប់ស្កាត់ករណីដួលសន្លប់និងបង្ការគ្រោះថ្នាក់ការងារនៃបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថាឆ្នាំ2016ករណីកម្មករនិយោជិតដួលសន្លប់នៅទូទាំងប្រទេសមានជាង 1000 នាក់ដែលថយចុះ 36% បើធៀបទៅនឹងឆ្នាំ2015
ដោយឡែកអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី17ខែមិនិនាបានបើកកិច្ចប្រជុំជាមួយបណ្ដាស្ថានទូតនានាប្រចាំនៅកម្ពុជាដើម្បីផ្សព្វផ្សាយព័ត៌មានដល់ឯកអគ្គរដ្ឋទូតឬក៏តំណាងស្ថានទូតប្រចាំនៅកម្ពុជាពីក្រុមការងារព័ត៌មានទាន់ហេតុការណ៍ឬក៏ hotline និងលេខទូរស័ព្ទទាក់ទងទាន់ហេតុការណ៍សម្រាប់ជនបរទេសក្រុមការងារនេះមានភារកិច្ចការពារសន្តិសុខសុវត្ថិភាពដល់ជនបរទេសទាំងឡាយដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាគួនសម្បូររាយការណ៍បន្តអគ្គស្នងការនគរបាលជាតិបានសម្រេចបង្កើតក្រុមការងារព័ត៌មានទាន់ហេតុការណ៍ឬហៅថា hotline និងលេខទូរស័ព្ទសម្រាប់ជនបរទេសទាំងឡាយណាដែលមានវត្តមាននៅក្នុងប្រទេសជាតិកម្ពុជាលោកថោងលំអគ្គស្នងការរងនគរបាលជាតិនិងជាប្រធានក្រុមការងារព័ត៌មានបានបញ្ជាក់ថាក្រុមការងារខាងលើនេះមានកាតព្វកិច្ចការពារសន្តិសុខសុវត្ថិភាពតាមគោលដៅនៅទីតាំងស្ថានទូតនិងមន្ត្រីទូតនានាដើម្បីរក្សាឲ្យបាននៅបរិយាកាសសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យមានភាពល្អប្រសើរនៅក្នុងប្រទេសលោកថោងលំបានបន្ថែមទៀតថាសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកវិនិយោគិននិងភ្ញៀវទេសចរបរទេសរដ្ឋាភិបាលកម្ពុជានឹងមិនទុកឲ្យរងគ្រោះថ្នាក់អំពីអំពើទុច្ចរិតណាមួយឡើយហើយរដ្ឋាភិបាលនឹងថែរក្សាសុវត្ថិភាពរាល់ទីតាំងវិនិយោគទ្រព្យសម្បត្តិស្របច្បាប់និងគោលដៅទេសចរទាំងអស់នៅក្នុងប្រជាជាតិកម្ពុជាប្រកបដោយប្រសិទ្ធភាពការថ្លែងរបស់អគ្គស្នងការរងនគរបាលជាតិយ៉ាងដូចនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយនឹងបណ្ដាទូតនានាប្រចាំនៅប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយព័ត៌មានដល់ឯកអគ្គរដ្ឋទូតឬតំណាងទូតប្រចាំកម្ពុជាអំពីក្រុមការងារព័ត៌មានទាន់ហេតុការណ៍និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងគូបញ្ជាក់ថានៅក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជាមានការកើនឡើងហើយរដ្ឋាភិបាលកម្ពុជាបានសម្ដែងនូវមោទនភាពពីកំណើនទេសចរជារៀងរាល់ឆ្នាំនេះដែលនឹងអាចផ្ដល់ការងារដល់ប្រជាពលរដ្ឋខ្មែររដ្ឋាភិបាលបានអះអាងថាប្រទេសកម្ពុជានឹងមានកំណើនភ្ញៀវទេសចរកើនឡើងដល់ 7.5 លាននាក់នៅក្នុងឆ្នាំ2020ខាងមុខនេះជាមួយគ្នានេះវិស័យទេសចរក៏បានរកចំណូលចូលរដ្ឋជាច្រើនប្រចាំឆ្នាំនិងផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនអ្នកទៀតផងដែរចំណែកព័ត៌មានតកតងទៅនឹងក្រសួងសុខាភិបាលវិញគឺក្រសួងបានអំពាវនាវឲ្យម្ចាស់ភោជនីយដ្ឋានទូទាំងប្រទេសចុះវិញ្ញាបនបត្របញ្ជាក់អនាម័យចំណីអាហារនិងវិញ្ញាបនបត្របញ្ជាក់គោលការណ៍អនុវត្តអនាម័យល្អដើម្បីធានាបាននូវការមិនពុលអាហារដល់ប្រជាជនកម្ពុជាខណៈដែលបច្ចុប្បន្ននេះមានភោជនីយដ្ឋានតែជាង 1000 កន្លែងប៉ុណ្ណោះបានចុះវិញ្ញាបនបត្រនៅក្នុងចំណោមភោជនីយដ្ឋានជាង 3600 កន្លែងស្ទើរវិសាលលំអិតព័ត៌មាននេះក្រោយពីសង្កេតឃើញថាកន្លងមកធ្លាប់កើតមាននៅករណីពុលចំណីអាហារដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្រសួងសុខាភិបាលបានអំពាវនាវជាថ្មីដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ទូទាំងប្រទេសត្រូវទៅចុះវិញ្ញាបនបត្របញ្ជាក់អនាម័យចំណីអាហារនិងវិញ្ញាបនបត្របញ្ជាក់គោលការណ៍អនុវត្តអនាម័យល្អដើម្បីធានាបាននូវការមិនពុលអាហារដល់ប្រជាជនកម្ពុជាបើតាមការបញ្ជាក់ពីប្រធាននាយកដ្ឋានឱសថចំណីអាហារនិងបរិក្ខារពេទ្យនិងគ្រឿងសម្អាងនៃក្រសួងសុខាភិបាលបានឲ្យដឹងថាការអំពាវនាវជាថ្មីនេះគឺដើម្បីជាការអនុវត្តទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីឲ្យកាន់តែធានាបាននូវគុណភាពចំណីអាហារទៅតាមស្តង់ដារមានអនាម័យខ្ពស់និងមិនប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋលោកបានបន្តថាការចុះវិញ្ញាបនបត្រនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ម្ចាស់ភោជនីយដ្ឋានទាំងអស់ព្រោះវាមានការធានានិងជំនឿចិត្តដល់អតិថិជនជាតិអន្តរជាតិពិសេសក្រសួងនឹងចេញអន្តរាគមន៍ភ្លាមបើមានករណីអ្វីកើតឡើងទាំងលើម្ចាស់អាជីវកម្មនិងប្រជាពលរដ្ឋទន្ទឹមនឹងនេះក្រសួងសុខាភិបាលក៏នឹងរៀបចំបង្ហោះឈ្មោះភោជនីយដ្ឋានដែលបានចុះវិញ្ញាបនបត្ររួចរាល់នៅលើទំព័រ website របស់ក្រសួងដែលជាការផ្សព្វផ្សាយមួយដល់ភ្ញៀវជាតិអន្តរជាតិឲ្យបានដឹងថាហាងណាដែលបើកលក់ចំណីអាហារទៅតាមស្តង់ដារមានអនាម័យខ្ពស់និងទទួលស្គាល់ពីក្រសួងសូមបញ្ជាក់ផងដែរថាគិតមកដល់ពេលនេះមានភោជនីយដ្ឋានប្រមាណជា1386កន្លែងប៉ុណ្ណោះដែលបានចុះវិញ្ញាបនបត្របញ្ជាក់ពីអនាម័យចំណីអាហារតាមការណែនាំរបស់ក្រសួងក្នុងចំណោមភោជនីយដ្ឋានប្រមាណជាង3600កន្លែងនៅទូទាំងប្រទេសចាក់ចេញពីក្រសួងសុខាភិបាលយើងមកចាប់អារម្មណ៍ទៅលើក្រសួងទេសចរវិញម្ដងគឺក្រសួងឲ្យប្រតិបត្តិការទេសចរដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណអ្នកដែលចង់ធ្វើអាជីវកម្មទេសចរក្រសួងទេសចរបានឲ្យមកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណឬក៏បន្តអាជ្ញាប័ណ្ណជៀសវាងការដាក់ពាក្យស្នើសុំតាមរយៈភ្នាក់ងារកម្រៃជើងសារដូចជាអ្នករត់ការឬក៏ឈ្នួលកណ្ដាលឬក៏ឈ្មួញកណ្ដាលក្រសួងមិនទទួលខុសត្រូវចំពោះការបាត់បង់ឬក៏ឧបទ្ទវហេតុណាមួយកើតឡើងនោះទេសូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍ពីសេងបារាំង
ក្រសួងទេសចរតាមរយៈសេចក្តីជូនដំណឹងបានឲ្យប្រតិបត្តិការទេសចរទាំងអស់ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណទេសចរឬពាក្យស្នើសុំបន្តអាជ្ញាប័ណ្ណព្រមទាំងកម្រៃអាជ្ញាប័ណ្ណដែលប្រកាសរួមដោយក្រសួងផងដែរក្រសួងទេសចរបញ្ជាក់ថាការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណទេសចរថ្មីឬបន្តប្រតិបត្តិការជាម្ចាស់អាជីវកម្មត្រូវមកដាក់ពាក្យដោយផ្ទាល់ឬតាមរយៈតំណាងដែលមានការទទួលស្គាល់ត្រឹមត្រូវអំពីការផ្ទេរសិទ្ធិដាក់ជួសជាពិសេសការដាក់ពាក្យត្រូវធ្វើត្រង់មកក្រសួងទេសចរឬមន្ទីរទេសចររាជធានីខេត្តជាមួយគ្នានេះដែរក្រសួងទេសចរថាគ្រប់អាជីវកម្មសេវាកម្មទេសចរដែលក្រសួងបានធ្វើប្រតិភូកម្មឬផ្ទេរឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រតិបត្តិការជាម្ចាស់អាជីវកម្មទេសចរត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណដោយផ្ទាល់នៅរដ្ឋបាលថ្នាក់ក្រោមជាតិដូចជារាជធានីខេត្តក្រុងស្រុកខណ្ឌឬមន្ទីរទេសចររាជធានីខេត្តក្នុងនោះក្រសួងមួយនេះបានសង្កត់ធ្ងន់ថាមិនទទួលខុសត្រូវចំពោះការបាត់បង់ឬឧបទ្ទវហេតុណាមួយដែលប្រតិបត្តិការជាម្ចាស់អាជីវកម្មទេសចរទៅដាក់ពាក្យស្នើសុំតាមរយៈភ្នាក់ងារកម្រៃជើងសារអ្នករត់ការឬឈ្មួញកណ្ដាលនោះទេគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាបានដាក់កីឡាជាង10ប្រភេទសម្រាប់ប្រកួតនិងសម្ដែងអបអរសាទរក្នុងពិធីបុណ្យទន្លេនៅក្នុងខេត្តស្ទឹងត្រែងដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី24ដល់ថ្ងៃទី26ខែមិនិនាឆ្នាំ2017ខាងមុខនេះបើតាមលោកវ៉ាត់ចម្រើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាប្រាប់ដល់វិទ្យុវិទ្យុនៅថ្ងៃនេះលោកវ៉ាត់ចម្រើនបានបញ្ជាក់ថាក្នុងចំណោមកីឡាជាង10ប្រភេទនោះក៏មានការប្រកួតជាលក្ខណៈអន្តរជាតិផងដែរដើម្បីជ្រាបច្បាស់ជាបន្តសូមស្ដាប់នៅប្រសាសន៍របស់លោកវ៉ាត់ចម្រើនរៀបចំដោយគុណសម្បូរដូចតទៅបាទយើងបានរៀបចំដូចជាងរាល់ឆ្នាំហើយឲ្យមានកិច្ចសហការនឹងការចង្អុលបង្ហាញរបស់ឯកឧត្តមខណ្ឌតន្ត្រីទេសចរនិងធានអូឡ িম্প ិកផងគឺយើងរៀបចំប្រហែលជា10ជាងប្រភេទកីឡាហើយ10ជាងប្រភេទកីឡាហ្នឹងយើងមានការសហការគ្នារវាងអាជ្ញាធរនិងគណៈកម្មការជាតិអូឡ িম্প ិកហើយក៏សហការជាមួយនឹងប្រទេសកីឡានៅប្រទេសឡាវផងដែរឥឡូវនេះនៅឡាវនៅព្រំដែនយើងដឹងហើយថាស្ទឹងត្រែងវាជាប់ព្រំដែនអញ្ចឹងឡាវអញ្ចឹងយើងត្រូវសហការមួយខាងឡាវដើម្បីជួយការប្រកួតកីឡាពីមិត្តភាពផងនិងអបអរសាទរបណ្ឌទន្លេផងអញ្ចឹងយើងមានការត្រៀមប្រកួតកីឡា3ដែលមានជាមិត្តភាពអន្តរជាតិគឺមានកីឡាបាល់ទាត់ខ្នាតតូចមានកីឡាបាល់ទះឈុតធំបាល់ទះលើក្តារហើយមានវាយសីគេហៅបែដមីនតុនហើយបែដមីនតុនវាយសីនេះយើងមានការប្រកួតជាមិត្តភាពអន្តរជាតិ3ប្រទេសកម្ពុជាវៀតណាមឡាវផងដែរអញ្ចឹងយើងនេះជាប្រភេទកីឡាដែលយើងត្រូវប្រកួតមិត្តភាពក្រៅពីនោះយើងមានកីឡាមហាជនមានរត់តំណាងមានជិះកង់មានតំណាងអង្គមានបតានក្បាច់គុនបុរាណខ្មែរមានបង្ហាញបុកតោមានបង្ហាញគេហៅសហព័ន្ធរំមួយផ្សេងទៀតអាដាមតើកីឡាទាំងអស់នោះតើខាងអាដាមមានបើកចំហដោយសេរីឲ្យមហាជនចូលរួមទេអាដាមបាទយើងបើកចំហសម្រាប់មហាជនចូលរួមគ្រប់ប្រភេទកីឡាទាំងអស់ជាលក្ខណៈមហាជនដែលមិនមែនជាអាជីពកីឡាដើម្បីចូលរួមលេងនឹងហើយនៅខាងខេត្តប្រជាពលរដ្ឋក៏ដោយសិស្សសានុសិស្សនៅខេត្តតែម្ដងគាត់ចូលរួមច្រើនឥឡូវហ្នឹងអ្នករត់តំណាងវាយើងជិះបាន1000នាក់ក្នុងការរត់តំណាងហើយរត់សម្សាន3គីឡូ5គីឡូហ្នឹងហើយភាគច្រើនជាសិស្សនិស្សិតនិងមហាជននៅក្នុងខេត្តស្ទឹងត្រែងតែម្ដងដើម្បីគេរក្សាបានអនុស្សាវរីយ៍របស់គេថាបានចូលរួមបន់ទលេនៅតាមខេត្តរបស់គេបានចូលរួមលេងកីឡាអរគុណសម្បត្តិដែលបានរៀបចំសម្លេងលោកវ៉ាត់ចម្រើននិយាយតាក់ទងទៅនឹងកីឡា10ប្រភេទត្រូវបានដាក់ប្រកួតនៅក្នុងពិធីបុណ្យទន្លេនៅក្នុងខេត្តស្ទឹងត្រែង